មានចំណុចពីរដែលយើងរៀនអំពីទីរហោស្ថានជាកន្លែងដែលដំបូងអត់មានអីទាំងអស់ឬស្ញេញ So there are two things that we learn from the wilderness. One is there is nothing there, ហើយយើងត្រូវការទឹកជាប្រភពសំខាន់នៅពេលដែលយើងទៅកន្លែងហ្នឹង and we need water that is our important resource. ចំណុចមួយទៀតក៏យើងរៀនបានថាកន្លែងហ្នឹងគឺជាកន្លែងដែលអត់មានការរំខាន And the other thing is that the wilderness, they don't have distraction. គឺជាកន្លែងមួយដែលយើងអាចចំណាយពេលជាមួយនឹងព្រះអង្គផ្ទាល់តែម្ដង The wilderness where we can spend time with God. គឺជាកន្លែងមួយដែលយើងអាចពឹងអាងមានតែព្រះអង្គទេគឺជាព្រះដែលអាចជួយខ្ញុំបាន And the place that we can fully depend on Him, that He can help us. ប្រហែលទីវារហោស្ថានបងប្អូនជាបញ្ហាដែលបងប្អូនកំពុងតែប្រឈមមុខឥឡូវ Or maybe your wilderness is the problems that you are facing right now. ឬក៏ជាស្ថានភាពមួយអត់ល្អដែលបងប្អូនកំពុងតែប្រឈមមុខ Or maybe the situation that you are facing. អញ្ចឹងដល់ពេលមួយដែលយើងទៅដល់ជួបព្រះអង្គនៅកន្លែងហ្នឹង And when we step to that place, we can meet and encounter with God. ហើយកាលពីអាទិត្យមុនយើងបាននិយាយអំពីលោកយូសែបមែនទេ And also last week we have talked about Joseph. អញ្ចឹងយើងបានរៀនអំពីគាត់ថាលោកយូសែបស្គាល់ថាព្រះដែលគាត់ថ្វាយបង្គំគឺជានរណា And we know that he knew who God is. នៅពេលដែលគាត់ជួបបញ្ហាបៀតបៀនគាត់ស្គាល់តែព្រះអង្គគឺជានរណា When he faces persecuted, he knew exactly who God is. ហើយជាពិសេសគាត់ទុកចិត្តថាព្រះបន្ទូលព្រះអង្គអត់ដែលបរាជ័យសម្រាប់គាត់ទេ And the special thing is that he trusted in God's word that God will never fail him. ព្រោះព្រះអង្គមានព្រះបន្ទូលតាមរយៈសេចក្តីសុបិនទៅកាន់យូសែបថាថ្ងៃណាមួយគេនឹងថ្វាយបង្គំគាត់ Because God spoke to him through his dreams that one day people will worship him. អញ្ចឹងគាត់នៅពេលដែលបងប្អូនគាត់បោះគាត់ចូលដៅលោកគាត់ទៅជាទាសករគាត់នៅតែទុកចិត្តព្រះបន្ទូលព្រះអង្គ So through that dream, even though his siblings, his brothers throw him into the well and sell him to other places, but he still keep trusting in ហើយ God. គាត់ដឹងថាឧបសគ្គគឺជាផ្នែកនៃដំណើរជីវិតរបស់គាត់ And he knows exactly that the obstacle is the part of his journey. ស្មោះត្រង់ប្រមាណនេះអត់ដែលជួបឧបសគ្គសំលើកដៃ So to be honest, how many of you have never faced any problems in life? បាទយើងប្រឈមមុខ So all of us has faced problems. ហើយយូសែបគាត់ដឹងដែរថាឧបសគ្គវាជាផ្នែកមួយនៃជីវិតរបស់គាត់ And Joseph, he knew that obstacles or problems is a part of his journey. ហើយគាត់ដឹងថានៅពេលដែលគាត់មានព្រះនៅខាងគាត់គាត់អាចទៅមុខទៀតបាន And he also know that when he has God, he can go through everything. យូសែបគាត់ជ្រើសរើសស្មោះត្រង់ជំនួសអារម្មណ៍របស់គាត់ And he chose to be faithful with God rather than to believe in his feeling. គាត់ស្មោះត្រង់នឹងសេចក្តីជំនឿរបស់គាត់ He is faithful with his faith. គាត់ស្មោះត្រង់ហើយគាត់សុចរិតបើទោះបីគេចាប់គាត់ដាក់គុកក៏ដោយ He is faithful and also righteousness even though he is in jail. អញ្ចឹងនៅក្នុងគ្រប់កលៈទេសៈនៃជីវិតរបស់យើងបើទោះបីមានការបៀតបៀនច្រើនចូលជ្រើសរើសការស្មោះត្រង់ចំពោះព្រះអង្គ So in every circumstances in our life, even though we face many challenges, but choose to be faithful with God. មុននឹងចូលប្រធានបទថ្មីខ្ញុំចង់សួរបងប្អូនចេះបងប្អូនមានធ្លាប់ទៅចូលរួមពិធីជប់លៀងអីមួយអត់ So before we get into our new topic, I want to ask you one question. Have you ever attended any party in life, បាទជាពិសេសទៅចូលរួមអាពាហ៍ពិពាហ៍ញ៉ាំការ especially attending Club, the eh? wedding? បាទបើអត់ធ្លាប់ទេក្រុមខ្នាយើងគួរតែការមកគូឲ្យហើយទៅឲ្យគ្នាយើងទៅចូលរួម So if you have never been to wedding, maybe our church someone need to get married so that បាទដឹង the ថា person can បាទដឹង join. ថាការមួយណាគេមកជួបខ្ញុំដោយ private ខ្ញុំចាប់គូឲ្យបដ ாய் និយាយលេង បាទពួកយើងចង់ចូលញ៉ាំការយើងឃ្លានតុកការ We ឃ្លាន really មហូប want ការណាឃ្លានតុកការ we really want to attend the wedding. អញ្ចឹងខ្ញុំជាញឹកញយក៏ខ្ញុំទទួលបានការអញ្ជើញទៅចូលរួមពិធីការដែរ So oftentimes people invite me to join their weddings, ហើយជាពិសេសនៅពេលដែលការដែលមានជួបមិត្តភ័ក្តិចាស់ៗច្រើនណា and especially in that wedding we will meet a lot of our old friends. អញ្ចឹងនៅក្នុងតុដែលខ្ញុំអង្គុយជាមួយនឹងមានតែខ្ញុំខុសគេ So at the table there are many friends, but I'm a bit different from them. គេចូលដោយស្រាបៀរខ្ញុំចូលដោយកូកា They cheer with each other with beer, but I cheer with them with Coca-Cola. អញ្ចឹងខ្ញុំជាម្នាក់ដែលខុសពីគេ So I'm the one who is different. បើទោះបីមិត្តភ័ក្តិក៏តែមិនក៏មិនញ៉ាំបន្តិចទៅតែខ្ញុំអត់ញ៉ាំទេ Even though my friends keep attempt me to drink, but I don't. ខ្ញុំញ៉ាំកូការហូត
I always drink Coca-Cola. ខ្ញុំប្រកាន់ភ្ជាប់អំពីស្ថានភាពរបស់ខ្ញុំដែលខ្ញុំកំពុងតែប្រឈមមុខ I stand in my ground, the thing that I'm facing. ជួនកាលមានអារម្មណ៍ថាអៀនដែលថាធ្វើមិនតែយើងនៅតែឈរមាំជាមួយនឹងផ្នត់គំនិតរបស់យើង Sometimes I feel a bit awkward, but I still stand strong in my opinion. ខ្ញុំជ្រើសរើសការប្រកបជាមួយនឹងតំណែងតំណងជាងអ្វីដែលនៅលើតុ I choose to gather with people rather than something on the table. អញ្ចឹងដូច្នេះហើយបានជាប្រធានបទយើងថ្ងៃនេះគឺឲ្យឈ្មោះថាជាម្នាក់ដែលខុសគេ So that is why our topic today is called being different. ប្រហែលជាខុសគេទាំងរបៀបដែលយើងបរិភោគ Maybe different the way we eat, ប្រហែលជាខុសគេទាំងរបៀបដែលយើងជ្រើសរើសការងាររបស់យើង and also different from the way we work, ប្រហែលជាខុសគេតាមរបៀបដែលយើងមានជំនឿក៏ដោយ and also different from what we believe. ប៉ុន្តែមានភាពខ្លាំងនៅចំណុចដែលពាក្យថាខុសគេនឹងមួយ But those different has beneficial. ហើយបើសិនជាយើងនៅតែបន្តភាពស្មោះត្រង់ខុសគេដោយសេចក្តីសុចរិតនឹងជីវិតបងប្អូននឹងរឹងមាំ And if we keep different with a faithful heart and a righteousness, our life will be blessed by God. តាក់ទងជាមួយនឹងសេចក្តីជំនឿរបស់យើង Also about our faith, នៅពេលដែលខ្ញុំជឿព្រះអង្គដំបូងខ្ញុំនៅវិទ្យាល័យ when I first believed in God, I was in high school. អាចនិយាយថាក្នុងមួយថ្នាក់ហ្នឹងខ្ញុំខុសគេនៃសេចក្តីជំនឿ I can say that I was different from other people in faith. ហើយខ្ញុំអាចនិយាយបានថាខ្ញុំទទួលបានការសើចចំអកដែរថាមិនក៏ជឿលើព្រះសាសគេអញ្ចឹង And I got a lot of bullied from my friends. They say that why would I believe in other religions? អញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាទន់ខ្សោយមែនទែននៅពេលដែលខ្ញុំនៅវិទ្យាល័យ And I felt weak when I was in high school. ខ្ញុំស្ដាប់សំឡេងនៅជុំវិញខ្លាំងពេករហូតដល់បាត់បង់សេចក្តីជំនឿខ្លួនឯង I listened to a lot of voices around me until I lost my faith. រហូតដល់ខ្ញុំភ្លេចមកក្រុមជំនុំ And I forgot to come to church. ប៉ុន្តែខ្ញុំភ្លេចគិតថាការខុសគេនឹងបើនៅខុសគេដោយសេចក្តីសុចរិតវាធ្វើឲ្យជីវិតរបស់ខ្ញុំរឹងមាំ And I forgot to believe that if I still keep different with faithful heart, my life will be different from other បង people. ប្អូនអាចមានភាពខុសគេនៅក្នុងកន្លែងដែលបងប្អូនធ្វើការ So you can be different in your workplace នៅភូមិផងរបស់បងប្អូន or in your village, ប៉ុន្តែសូមកុំបាក់បង់ទឹកចិត្តដោយសារសម្ដីអវិជ្ជមានអ្នកជុំវិញ but don't give up if you receive any bully or some words from other people around you, ពីព្រោះសេចក្តីជំនឿរបស់បងប្អូនសំខាន់មែនទែននៅក្នុងព្រះអង្គ because your belief is very important in God. ហើយភាពខុសគេរបស់បងប្អូនគឺនាំឲ្យជីវិតបងប្អូនរឹងមាំ And your different will bring you to be strong in Christ. ជាញឹកញយយើងឃើញឧទាហរណ៍បើសិនជាបងប្អូនមួយចំនួនគាត់លក់អីវ៉ាន់តាមផ្លូវ A lot of times we see an example those who are selling products on the road. អញ្ចឹងបើសិនជាឃើញថាអ្នកណាលក់អាហ្នឹងរៀងដាច់ហើយចាប់ផ្ដើមលក់តគ្នារហូតមកជួរហ្នឹង If someone selling something and it got a lot of customer, other people will start to sell that products អ too. ត់ហ៊ានបថុយធ្វើអ្វីដែលថ្មីនៅក្នុងតំបន់ហ្នឹងទេ They don't dare to try something new. អញ្ចឹងភាពខុសគេវាល្អមែនប៉ុន្តែយើងត្រូវការបថុយបន្តិច So something different is good, but we have to dare to do it. ប៉ុន្តែការបថុយរបស់យើងនៅតែឈរក្នុងសេចក្តីសុចរិតរបស់ព្រះអង្គ But something that we dare to do, we need to stand firm in faith with ហើយយើង God. ត្រូវការកម្លាំងព្រះអង្គដើម្បីជួយយើងទៅមុខទៀត And we also need the power that comes from God to help us to go through. ហើយមានបរិសម្នាក់នៅក្នុងគម្ពីរនៅថ្ងៃនេះក៏ខ្ញុំចង់ប្រាប់បងប្អូនថាគាត់ក៏មានភាពខុសគេនៅក្នុងសេចក្តីជំនឿដែរ And I also want to mention a man from the Bible that has a bit different belief from other people. ដែលយើងស្គាល់គាត់នៅក្នុងគម្ពីរម៉ាថាយជំពូកទី3ឲ្យឈ្មោះថាលោកយូហាន That we can knew him from the book of Matthew chapter 3. Chắc- And his name is យូហាន John. បាទអញ្ចឹងគាត់រហូតមកដល់ចំនួននេះគឺបរិស័ទភាគច្រើនគឺស្គាល់ហើយ So most of Christian, they knew him. គាត់ល្បីមួយទៀតដោយសារគាត់ជាមួយទឹកឲ្យព្រះយេស៊ូវគ្រីស្ទ He's famous because he baptized God. ហើយគាត់ក៏ល្បីដោយសារគាត់នៅតែឈរនៅក្នុងសេចក្តីសុចរិត And he also famous because he always stands strong in his faith. គាត់ហ៊ានប្រកាសសេចក្តីពិតទៅកាន់មន្ត្រីដែលមានឋានៈខ្ពស់ជាងគាត់ And he declared the good news to other people that has a high rank. ហើយគាត់ហ៊ានប្រាប់ចង្អុលអ្នកដែលមានឋានៈខ្ពស់ជាងគាត់ថាអ្នកឯងធ្វើនេះខុសហើយ And he can point to those people and saying that something that they have done is not right. គួរតែលន់តួទៅកាន់ព្រះអង្គ They need to repent. អញ្ចឹងលោកយូហាន
មុនពេលដែលគាត់ចេញផ្សាយដំណឹងល្អព្រះអង្គបានហៅគាត់ទៅកាន់វាលហោស្ថាន So John, before he went to share the gospel, God has called him to the wilderness. យើងអាចនិយាយថាវាលហោស្ថានរបស់លោកយូហានដូចជាសាលារៀនគាត់អញ្ចឹង So we can say that the wilderness that he went is just like a school to train him. គាត់ចំណាយពេលច្រើនឆ្នាំមែនទែនដើម្បីបំពាក់បំពងខ្លួនឯងជាមួយព្រះអង្គនៅវាលហោស្ថាន He spent so many times to train with God at the wilderness. គាត់នៅតែឯងហើយគាត់បរិភោគអាហារដែលយើងអត់បរិភោគដូចសពមួយដង He stayed alone and he ate something different from what we eat. នៅក្នុងកាពីម៉ាថាយជំពូកទី3ខ4បានបញ្ជាក់បែបនេះលោកយូហានបានស្លៀកបំពាក់អំពីរ៉ូមអូតហើយពាក់ខ្សែក្រវ៉ាត់ធ្វើអំពីស្បែកបរិភោគកដោបហើយនឹងទឹកឃ្មុំ Yeah, just like in the Bible has mentioned. អញ្ចឹងបងប្អូនបើខ្ញុំគិតទៅលោកយូហានដូចជាជនជាតិខ្មែរយើងអញ្ចឹង So I think that John is like Cambodian people ពួកគាត់ចេះញ៉ាំកដោប because he knows how to eat locusts. អូសម័យហ្នឹងបើមានកដោបប្រពងនឹងឆ្ងាញ់យ៉ាងណាណែ So imagine if that time he fries that locust, how yummy it is. វ៉ាវគាត់កូនកាត់ខ្មែរបដ ாய் ហ៎ Maybe he has a Khmer blood ពួកខ្ញុំឆ្លប់កដោបយកទៅលក់ because I used to search for catch the locust and sell. មានបងប្អូនណាឆ្លប់ឆ្លោះកដោបអត់ Have you ever catch បងដា the រីឆ្លប់ locust? ឆ្លោះគេ Yeah, ខ្ញុំឆ្លប់ Bongdari ឆ្លោះ and បាទ Oh. ឆ្លោះឆ្លោះឡើងចិត្តមួយយប់ទៅលក់វិញបានតែ5000 So I spent a Okay. full night searching for locust, but when I sell it, I got only ហើយ 5,000 ខ្ញុំ real. ខ្ញុំមិនដឹងថាយូហានគាត់ឆ្លោះកដោបមិនណោះបើវាលហោស្ថានមានកដោបវាលហោស្ថានទៀតណា So I just wonder how he catch those locusts because he is at the wilderness ហើយគាត់ចេះបរិភោគឃ្មុំទៀត and he also can eat wild honey. អញ្ចឹងយេយូហានកូនកាត់ណោះកូនកាត់ខ្មែរ So maybe he has Khmer blood. នៅពេលដែលគាត់ទៅបំពាក់បំពងខ្លួនឯងសេចក្តីជំនឿរបស់ទាំងនោះឯងដែលគាត់បរិភោគ So when he is there training himself, those things is what he ate. ប៉ុន្តែភាពខុសគេរបស់លោកយូហានគាត់ជាម្នាក់ដែលរៀបចំផ្លូវសម្រាប់ព្រះគ្រីស្ទ But the different thing is that he is the one who prepared the way for Jesus. គាត់រៀបចំផ្លូវដើម្បីឲ្យទាំងអស់គ្នាបានសម្លឹងមើលទៅកាន់ព្រះគ្រីស្ទ He prepared the way so that people can look unto Jesus. គាត់រៀបចំផ្លូវដើម្បីឲ្យទាំងអស់គ្នាដឹងថាមានជំនឿលើព្រះអង្គទេទៅទទួលបានការសង្គ្រោះ And he also the one who prepared the way that says that only believing in Christ that we can save. យូហានមិនដែលតាំងខ្លួនឯងជាព្រះទេ John has never mentioned that he is God. ប៉ុន្តែយូហានគាត់ជាម្នាក់ដែលបញ្ជាក់ថាព្រះគ្រីស្ទគឺជាព្រះដែលពិត But John is the one who confirmed that Jesus is the true God. ហើយជីវិតរបស់គាត់រស់នៅដោយសេចក្តីសុចរិតព្រះអង្គ And his life living with righteousness. បើទោះបីត្រូវគេធ្វើបាប Even though he got persecuted បើទោះ from បី other មន្ត្រី people. ចាប់គាត់ដាក់គុក Even though people bring him to jail. ប៉ុន្តែគាត់នៅតែជ្រើសរើសឈរមាំនៅជំនឿរបស់គាត់ But he still chose to stand strong in his belief. គាត់ដឹងអំពីគុណតម្លៃនៃជីវិតដោយសេចក្តីជំនឿនិងជីវិតលោកីវាខុសគ្នាមិន And he knows exactly the value of the life with faith and living with the world. ជីវិតលោកីភាគច្រើនយើងព្យាយាមរស់នៅដើម្បីដេញតាមរបស់របរអីមួយ This life in the world, when we live, we're trying to catch something. យើងព្យាយាមដេញតាមភាពល្បីល្បាញតាមបណ្ដាញសង្គមមកទៅ We running for the fame. អូថ្ងៃនេះខ្ញុំមាន follow ម៉ានេះហើយ How many followers have I got today? បើខ្ញុំផុសរូបភាពទៅប្រហែលនេះគេឲ្យបេះដូងខ្ញុំគេ like គេ subscribe If I post my picture, how many people will react on my post? អូរាល់ថ្ងៃគឺដើម្បីតែភាព like ភាព follower ទេ So each day I live for like and comments and followers. ឬក៏ខ្ញុំគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យខ្ញុំកាន់តែមានទ្រព្យសម្បត្តិ Or how can I do so that I can earn more money? ប៉ុន្តែមិនចេះស្កប់ស្កល់សោះចង់បានបន្ថែម And when we earn, we always want more and want more. ឬក៏ជីវិតរបស់បងប្អូននៅក្នុងលោកីមួយចំនួនគាត់សំបីតែដើម្បីផលប្រយោជន៍ខ្លួនបំផ្លាញអ្នកដទៃ Or some people in this world, because of their needs, they need to destroy other people. ប៉ុន្តែជីវិតនៃសេចក្តីជំនឿខុសគ្នា But life with belief សេចក្តី or ជំ life នឿ of faith is different. នៅក្នុងព្រះអង្គគឺសំខាន់ So faith in Christ is very important. គាត់ចាប់ផ្ដើមឃើញថាគ្រួសារនៅក្នុងព្រះអង្គសំខាន់ We can see that the family in Christ is important. គាត់ចាប់ផ្ដើមឃើញថាការងារឬក៏ការអប់រំរបស់គាត់ដែលគាត់កំពុងមានគឺជាកាដូដែលព្រះអង្គឲ្យ
they can see that the education or the lesson that comes from God is the gift. គាត់ចាប់ផ្ដើមរស់នៅដោយមានភាពស្កប់ស្កល់ហើយទុកចិត្តថាព្រះអង្គនឹងផ្គត់ផ្គង់ They start to live and trust in God that He will provide. ពីព្រោះជីវិតរបស់គាត់ពោរពេញដោយជំនឿដែលព្រះគ្រីស្ទរៀបចំសម្រាប់គាត់ Because their life full of faith that God has been prepared for them. គាត់ជួបទុក្ខលំបាកដោយអ្នកដទៃមែនប៉ុន្តែគាត់អធិដ្ឋានថ្វាយទៅកាន់ព្រះអង្គ He faces challenges like other people do, but he pray and give it to God. ភាពខុសគ្នារវាងអ្នករស់នៅដោយជំនឿនៅពេលដែលគាត់ជួបបញ្ហាគាត់យកព្រះគ្រីស្ទទៅជាមួយ So the different thing with believer when they face any challenges in life, they bring Jesus with them. គាត់យកកម្លាំងពីព្រះអង្គទៅជាមួយ They get the power from God. នៅពេលដែលគាត់មានបញ្ហាហិរញ្ញវត្ថុគាត់អធិដ្ឋានថ្វាយទៅកាន់ព្រះអង្គ When they face any financial problems, they pray to សូម God. ឲ្យព្រះអង្គបានបង្ហាញជាមួយនឹងផ្លូវដែលគាត់អាចដោះស្រាយបាន They pray for direction that comes from God. មុននឹងសម្រេចចិត្តធ្វើអ្វីមួយគាត់អធិដ្ឋានឲ្យព្រះអង្គជួយ Before they decide to do something, they pray to get help from Him. អញ្ចឹងជីវិតនៃជំនឿគឺយើងមានព្រះដែលយើងអាចពឹងអាងបានយើងអត់នៅតែឯងទេ So a life that full of faith is we have God with us. ដោយរបៀបដែលយូហានក៏រស់នៅទីវាលហោសានព្រះអង្គតែងតែផ្គត់ផ្គង់អាហារគាត់ Just like John, when he stayed at the wilderness, God always prepare food for him. នោះគឺជាជីវិតមួយដែលខុសគេមែន That life is a bit different from other people អាចជាជំនឿដែលខុសគេមែន and different faith, ប៉ុន្តែបងប្អូននឹងមានអារម្មណ៍ថាពពកព្រះអង្គតែងតែកើតឡើងសម្រាប់ជីវិតយើង but you will feel that the blessing that comes from God always happen in our life. ហើយយើងនឹងទទួលបានសម្លេងអវិជ្ជមានជុំវិញ And also we will face any negative thoughts ពីព្រោះ around us បងប្អូននៅពេលដែលយើងរស់នៅក្នុងសេចក្តីពិត because when we living in the truth, ហើយសេចក្តីពិតខ្លះមិនមែនជាពាក្យសម្ដីផ្អែមល្ហែមទេ some truth are not the sweet words. ជួនកាលសេចក្តីពិតខ្លះពាក្យសម្ដីដែលពិបាកលើដូចគ្នា Some truth are some words that we don't want to hear. អាចតែធ្វើឲ្យអ្នកដទៃគាត់នឹងអត់ចូលចិត្តយើង And sometimes when we say something truthful, other people will hate us. ប៉ុន្តែនៅពេលដែលយើងរស់នៅក្នុងសេចក្តីពិតធ្វើឲ្យយើងមានសេរីភាព But when we live in the truth will set us free. ដោយនៅក្នុងថ្នាក់ Money Boss យើងបានបង្ហាញអំពីគុណវិបត្តិច្រើននៃការបង់រំលោះ Just like in Money Boss class, we have shown a lot of um, គុណវិបត្តិអំពីការបង់រំលោះ disadvantages of owning អ something. ញ្ចឹងយើងនិយាយត្រង់មកថាកុំបង់រំលោះ So we say it in front of people's face that don't loan. ពីព្រោះបង់រំលោះបងប្អូនខាតច្រើន If you loan something from the bank, you will lose a lot. ប៉ុន្តែនៅក្នុងការផ្សាយពាណិជ្ជកម្មឬក៏នៅជុំវិញគេឲ្យគាត់ទៅបង់រំលោះ But in commercial or any poster, they always promote so that people will loan. តែយើងនិយាយពីសេចក្តីពិតបើទោះបីពេលខ្លះស្ដាប់ទៅអត់ព្រោះក៏ដោយ But for us, we speak the truth even though it's not pleased to hear. នៅក្នុងគម្ពីរម៉ាថាយជំពូកទី5ខ1ដល់ខ10 In Matthew chapter 5 from 1 to 10, បានចែងបែបនេះអ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់អ្នកនោះមានសុភមង្គលហើយ blessed are those who poor spirit. មានសុភមង្គលហើយមានពរហើយអ្នកដែលដាក់ចិត្តខ្លួនឯងក្រខ្សត់ក្នុងព្រលឹងវិញ្ញាណ Blessed are those who poor in spirit. ពីព្រោះយើងអត់មានការអួតបំប៉ោងនៅក្នុងហ្នឹង Because we don't have our pride in អ្នកណា that មានចិត្តសោ situation. កសៅអ្នកនោះមានសុភមង្គលហើយ Blessed are those who mourn. ព្រះអង្គតែងតែឃើញអ្នកដែលកើតទុក្ខសោកសៅ When we sad or face any challenges, God is always ព្រះអង្គតែងតែចង់ផ្ដល់ប្រពរសម្រាប់ពួកគាត់ and He always bless those people. អ្នកណាមានចិត្តស្លូតបូតអ្នកនោះមានសុភមង្គលហើយ Blessed are those who are weak. អ្នកណាស្រែកឃ្លានសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយ Blessed are those who hunger and thirst for righteousness, ហើយពួកគេនឹងឆ្អែតដោយសារតែព្រះអង្គប្រទានពរគាត់ and they will be filled by God. នៅក្នុងលោកីគេព្យាយាមធ្វើអ្វីមួយដើម្បីទទួលបានផលប្រយោជន៍ខ្លួនឯងបើទោះបីអត់អំពើសុចរិតក៏ដោយ In the world, many people trying to search for their own needs, even though it's not right. ប៉ុន្តែព្រះអង្គមានព្រះបន្ទូលថានៅបន្តធ្វើសេចក្តីសុចរិតទៀត But God has told us that keep doing righteousness ព្រោះព្រះអង្គនឹងប្រទានពរយ៉ាងលើសលប់ដែលបងប្អូនមិនអាចសមាសម័យបាន because He will bless us more than we can imagine. អ្នកណាមានចិត្តមេត្តាករុណាអ្នកនោះមានសុភមង្គលហើយ Blessed are those who merciful. អ្នកណាមានចិត្តបរិសុទ្ធអ្នកនោះមានសុភមង្គលហើយ Blessed are those who
pure in heart. អ្នកណាកសាងសន្តិភាពអ្នកនោះមានសុភមង្គលហើយ Blessed are those who peacemaker. នៅជុំវិញផ្ទះបងប្អូនមានអ្នកណាចូលចិត្តកសាងសន្តិភាពខ្លះ So around your house, how many people loves to do the peacemaker? ឬក៏មានជុំវិញពោពេញដដាជុំគ្នាញ៉ាំត្រាវ Or maybe around your house, many people love to gossip about each other. បាទអញ្ចឹងអត់មានសន្តិភាពទេបង្កើតឲ្យភ្លើងកាន់តែឆេះ So those situations will not create any peaceful, but will create more fire. តែព្រះអង្គមានប្រាប់បន្ទូលថាចង់បានពរចង់មានសន្តិភាពអត់កសាងសន្តិភាព But God has said that if you want to be peaceful, so be a peacemaker. ហើយកសាងសន្តិភាពមិនមែនមានន័យថាយើងនៅស្ងៀមនឹងអំពើទុច្ចរិតទេ So being a peacemaker, it doesn't mean that we keep silent in the wrong situation. អូដើម្បីកុំឲ្យមានបញ្ហាមានសន្តិភាពខ្ញុំមិនចាំបាច់ធ្វើអីជាមួយនឹងអំពើទុច្ចរិតហ្នឹងទេមើលទៅ So when you see something wrong, sometimes you feel like, oh, I don't need to do anything because I want to be peaceful in life. ប៉ុន្តែគឺជារបៀបមួយដែលយើងដោះស្រាយអំពើទុច្ចរិតហ្នឹងដោយចិត្ត slow បូដែលយើងមានហើយនឹងប្រាជ្ញាដែលព្រះអង្គឲ្យ But peaceful in life, it means that we trying to fix the problems with the wisdom that comes from God. អ្នកណាត្រូវគេបៀតបៀនព្រោះតែសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយ Blessed are those who are persecuted. ខ្ញុំចង់ឆ្លុះបញ្ចាំងប្រយោគនេះអ្នកណាត្រូវគេបៀតបៀនអ្នកនោះមានសុភមង្គលហើយ I want to reflect a little bit in this point. ការបៀតបៀនតែងតែមានបងប្អូន So there are many persecuted. ការបៀតបៀនតាមរយៈជំនឿរបស់យើងតែងតែមានដូចគ្នា Some people persecute us through our faith តាមរយៈរបស់របរដែលយើងប្រើប្រាស់ក៏មានដែរ or some materials that we use. អញ្ចឹងខ្ញុំមិនដឹងថាបងប្អូនអាចប្រឈមមុខនឹងការបៀតបៀនអ្វីទេ So I don't know, maybe some of us have facing any persecution. តែព្រះមានព្រះបន្ទូលសន្យាថាអ្នកមានពរហើយបើទោះបីត្រូវគេបៀតបៀន But God has promised us that we will be blessed if we are persecuted by other people. លោកយូហានត្រូវគេបៀតបៀនច្រើន John has been persecuted from other people, ជាមួយនឹងអ្នកដែលមានឋានៈខ្ពស់ជាងគាត់ especially from those who has a high rank, ឬក៏ពួកអាចារ្យនៅក្នុងក្រុមជំនុំគេបៀតបៀនគាត់ច្រើន or maybe the priest in the church. ហើយគេព្យាយាមចង់សម្លាប់លោកយូហានទៀត And many people trying to kill him. តែព្រះគ្រីស្ទថាមានពរហើយ But Christ has said that you are blessed. ហើយព្រះអង្គអនុញ្ញាតឲ្យលោកយូហានធ្វើពិធីជាមួយទឹកសម្រាប់ព្រះអង្គ And God allowed John to baptize him. បងប្អូននៅពេលដែលគេបៀតបៀនបងប្អូន When you get any persecution from other people, ចូលចាំថាបងប្អូនមានពរហើយ please believe that you will be blessed from God. ចូលឆ្លើយតបការបៀតបៀននឹងដោយសេចក្តីស្រឡាញ់ព្រះគ្រីស្ទ And answer those persecution with the love that comes from ចូល God. ឃ្លាតឆ្ងាយពីការបៀតបៀននឹងកុំឲ្យយើងធ្លាក់ចូលបាប And stay away from those persecution. ការដាក់ផ្ដាសាអ្នកដទៃ Don't curse other people. ការមិនអត់ទោសឲ្យអ្នកដទៃ And forgive other people. ការខឹងសម្បានផ្សេងព្រះអង្គអត់ចង់ឲ្យបងប្អូនកាន់បែបនោះទេ Don't be mad with other people because God doesn't want you to do so. យើងជ្រើសរើសភាពខុសគេដោយការអធ្យាស្រ័យ We choose the different from other people by forgiving. យើងជ្រើសរើសភាពខុសគេដោយរស់នៅក្នុងសេចក្តីជំនឿរបស់យើង We choose to be different by living in faith ដោយពឹងអាងទៅលើព្រះអង្គគ្រប់កលៈទេសៈ and depending in God in every circumstances in our life. បើសិនជាយើងត្រូវការប្រាជ្ញាពីការទាំងអស់ហ្នឹង And if we need wisdom from God, បងប្អូនអាចទៅឋានសូមព្រះអង្គបាន we can pray. នៅក្នុងគម្ពីរទំនុកដំកើង In Psalm, ព្រះអង្គមានព្រះបន្ទូលថាព្រះអង្គគឺជាចង្គៀងបំភ្លឺជំហានទូបង្គំជាពន្លឺបំភ្លឺផ្លូវរបស់ទូបង្គំ Thy word is the lamp unto my feet and the light unto my path. នៅកន្លែងខគម្ពីរនេះគឺស្ដេចមួយអង្គដែលគាត់ល្បីល្បាញគាត់បានសរសេរឡើងគឺលោកដាវីតនោះហើយ So this David, when he's a king, he wrote this verse. គាត់សូមឲ្យព្រះអង្គបំភ្លឺជើងដែលគាត់ដើរទៅមុខ He asked God to light his feet in his path. នៅពេលដែលគាត់ជ្រុលខ្លួនធ្វើអំពើទុច្ចរិត When he did something wrong, គាត់សូមឲ្យព្រះអង្គបំភ្លឺឲ្យគាត់ដើរនៅក្នុងសេចក្តីសុចរិតវិញ he prayed that God will lead him into the right path. បងប្អូននៅពេលដែលបងប្អូនអធិដ្ឋានសុំព្រះអង្គ When we pray and request him for something,
ព្រះបន្ទូលព្រះអង្គដូចជាចង្គៀងបំភ្លឺផ្លូវដែលបងប្អូនអាចដើរទៅមុខបាន The word of God is just like the light that light our path. តើផ្លូវមួយណាគឺជាផ្លូវនៃជីវិត Which path is the path of life? តើផ្លូវមួយណាគឺជាផ្លូវនៃសេចក្តីស្លាប់ Which path is the path of death? ព្រោះនេះជាសេចក្តីពីរដែលយើងមិនអាចគេចផុតបាន Because those are two things that we cannot run away. មានជីវិតអស់កលជាមួយនឹងព្រះគ្រីស្ទឬក៏នៅឆ្ងាយអស់កលជាមួយនឹងនៅឆ្ងាយពីព្រះអង្គអស់កល To have an eternal life with Jesus or eternal life with death. តើខ្ញុំអាចយកឈ្នះសម្លេងលោកីយ៉ាងម៉េច How can we overcome the voice that comes from the world? តើខ្ញុំអាចទុកចិត្តព្រះអង្គយ៉ាងម៉េច And how can we trust God? តើខ្ញុំអាចអធិដ្ឋានសូមឲ្យព្រះអង្គនាំផ្លូវខ្ញុំយ៉ាងម៉េច And how can we pray so that God will guide our way? ព្រះអង្គនឹងបើកផ្លូវនៅពេលដែលបងប្អូនសុំ God will guide us and show us the way when we ask, មិនថាជាប្រធានបទអ្វី no matter what you ask for. ធ្វើជាម្នាក់ដែលខុសពីគេបើន័យថាតែងតែអធិដ្ឋានសូមព្រះអង្គដូចគ្នា Be the one that different, the one that always pray to God. ហើយកុំបារម្ភអារឿងតិចតួចក៏អធិដ្ឋានសូមព្រះអង្គបានអត់ជាបញ្ហាទេ And don't worry, you can ask him whatever you want to